នេះជួបគ្នាម្ដងទៀតថ្ងៃនេះយើងយកពាក្យថ្មីមួយចំនួនប្រយោគមួយចំនួនដែលយើងសារប្រើហើយបើគិតថាប្រយោគនេះអ្នកទាំងអស់គ្នាមិនទាន់ចេះហើយអាចជួយដល់អ្នកទាំងអស់គ្នាបានកត់វាទុកចម្លងវាទុកដើម្បីងាយស្រួលក្នុងការមើលបាទអញ្ចឹងឥឡូវយើងមកខាត់ពេកយើងចាប់ផ្ដើមប្រយោគទី1នេះគឺយើងអានថា不好意思我们经理在开会不好意思我们经理在开会อ่านหน่อยดิ不好意思我们经理在开会ចឹងប្រែថាសុំទោសឬក៏សូមអធិស្ឋានក៏បានដែរប្រធានឬក៏អគ្គនាយករបស់យើងកំពុងតែប្រជុំចាឥឡូវមើលពាក្យ不好意思ហ្នឹងគឺសុំទោសឬក៏សូមអធិស្ឋាន我们ពួកយើង经理ប្រែថានាយកឬក៏ប្រធាន在开会开会ហ្នឹងគឺប្រជុំប្រភេទចៃខៃហួយកំពុងប្រជុំអញ្ចឹងប្រយោគនេះយើងប្រើនៅពេលណាពេលដែលគេមករកនាយកយើងហើយគាត់កំពុងប្រជុំយើងអាចប្រើប្រយោគនោះបានអញ្ចឹងយើងអាចនិយាយម្ដងទៀត不好意思我们的经理在开会អញ្ចឹងសូមអធិស្ឋាននាយករបស់យើងកំពុងតែប្រជុំនឹងឧទាហរណ៍បើគាត់ចេញក្រៅយើងដាក់我们经理出门了អញ្ចឹងក៏បានដែរយើងអាចដូរវិញបានអញ្ចឹងណាអញ្ចឹងឥឡូវយើងមកមើលប្រយោគទី2现在可以出发了吗了我们就是来现在可以出发了น้องទៀត现在可以出发了អញ្ចឹងពេលនេះអាចចេញដំណើរបានហើយអញ្ចឹងបើទីហោះបើយើងចង់សួរថាពេលនេះចេញដំណើរបានឬនៅយើងគាត់ដាក់មកពីក្រោយមក现在可以出发了吗បានដូចគ្នាពេលនេះអាចចេញដំណើរបាននៅតែเราយើងមើលពាក្យ现在ឥឡូវនេះ可以អាច出发ចេញដំណើរហ្នឹងលហើយអញ្ចឹង现在可以出发了ឥឡូវនេះគឺអាចចេញដំណើរបានហើយយកមកទៀត我相信他的话នេះជាស្ស្រ័យខ្ញុំភ្លេចបងលេខ我相信他的话ប្រាខ្ញុំជឿសម្ដីរបស់គាត់ខ្ញុំ相信ជឿ他的话សម្ដីរបស់គាត់ហ្នឹងអញ្ចឹង我相信他的话ខ្ញុំជឿសម្ដីរបស់គាត់ឧទាហរណ៍បើយើងចង់សួរថាអ្នកជឿសម្ដីគាត់ទេយើងអាចដាក់នេះនីវិញ你相信他的话吗តើអ្នកជឿសម្ដីគាត់ទេណាអញ្ចឹងយើងអាចដូរបានអញ្ចឹងណាអញ្ចឹងយកចុងក្រោយនេះបើប្រយោគនេះតាមពិតទៅវាអាចយកទី4អញ្ចឹងយើងអាចឆ្លើយមក我要离职了ម្ដងទៀត我要离职了ប្រែថាខ្ញុំចង់លាឈប់ពីការងារអញ្ចឹង我要ខ្ញុំត្រូវការឬក៏ខ្ញុំចង់离职លាពីតំណែងដល់លីឈឺជឿដូចគ្នាពីហ្នឹងមួយណាយើងប្រើមួយណាក៏បានដែរលាពីតំណែងแล้วก็លាឈប់ដូចគ្នា我要离职ឬក៏我要辞职了ខ្ញុំលាឈប់ពីការងារឬក៏លាពីតំណែងហ្នឹងទៅហ្នឹងចឹងសង្ឃឹមថាទាំងអស់គ្នាចូលចិត្តនៅប្រយោគពាក្យដែលខ្ញុំចែកលេខមកទាំងអស់គ្នាហើយបើមានចំហឆ្គងឬក៏ការអរអីសូមអធិស្ឋានផងនិងអរគុណចាស់ជួបគ្នាវីដេអូក្រោយ